ម្ចាស់ប្រព័ន្ធបានធ្វើការផ្ដល់ជូនដោយជោគជ័យផ្ដល់ជូនដាវហោះឆ្កែចុកឋានសួគ៌កម្រិតទាបថ្នាក់ទី2 1និងថ្នាំពៅកម្លាំងកម្រិត2ទទួលបានវត្ថុកម្រិត4ដាវបំផ្ទុះថ្នាក់ទាប1និងថ្នាំវេទមន្តថ្នាក់ខ្ពស់កម្រិត3 1ហេតុអ្វីបានជាវាប្រហារតែផ្កាយ4ដូច្នេះសូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានដោះសមមុខងារប្រព័ន្ធថ្មីដោយជោគជ័យអាចដឹងពីចម្ងាយទីតាំងនៃវត្ថុដែលបានចុងភ្លាមមុខងារនេះពិតជាមានប្រយោជន៍ប្រសិនបើកូនស្រីដ៏ល្អរបស់ខ្ញុំត្រូវបានក្មេងប្រុសសក់លឿងចាប់ពង្រត់ខ្ញុំអាចប្រញាប់ប្រញាល់ទៅទីនោះភ្លាមហើយកាត់ជើងឆ្កែរបស់ក្មេងនោះប្រព័ន្ធសូមពិនិត្យមើលផ្ទាំងរបស់ Thinglo ភាពពេញចិត្តគឺខ្ពស់ណាស់ខ្ញុំមិនដឹងថាប្រព័ន្ធនឹងផ្ដល់រង្វាន់អ្វីនោះទេប្រសិនបើកូនស្រីដ៏ល្អរបស់ខ្ញុំពេញចិត្តខ្ញុំនោះមួយយប់បានកើនឡើងដល់អាណាចក្រតូចចំនួន3ឆ្នាំដែលផ្ដល់ដោយប្រព័ន្ធនេះពិតជារបស់ល្អមែនប្រព័ន្ធសូមពិនិត្យមើលផ្ទាំងផ្ទាល់ខ្លួនរបស់ខ្ញុំឥឡូវនេះការប្រយុទ្ធមិនមែនជាបញ្ហាទេវាងាយស្រួលក្នុងការត្រូវបានដំឡើងឋានន្តរស័ក្តិទៅជាយេនដែនប៉ុន្តែភ្នូដូនតា Khingyan អនុញ្ញាតឲ្យតែអ្នកដែលមានយេនដែនទាបជាងចូលប៉ុណ្ណោះចាំតតែត្រឡប់មកពីភ្នូដូនតាវិញចាំឡើងឋានៈ10ថ្ងៃក្រោយមកភ្នូ Khingyan បុរាណនឹងត្រូវបើកក្នុងពេលដំណើរគ្នានៅក្នុងទីក្រុងទាំង13នៃស្រុក Khingyan គ្រួសារស៊ូមានកន្លែងចំនួន10ច្រើនម្ល៉េះភ្នូដូនតាចិត្តបើកហើយមែនហើយប្រសិនបើយើងខ្ចីវាសនាអមតៈនេះគ្រួសារស៊ូរបស់ខ្ញុំច្បាស់ជាទទួលបានម្ចាស់កសាងគ្រឹះពី3នាក់ទៀតទោះបីជាមានកំណប់ទ្រព្យរាប់មិនអស់នៅក្នុងភ្នូដូនតាក៏ដោយវាក៏ពោពេញដោយគ្រោះថ្នាក់ផងដែរខ្ញុំបានហៅអ្នករាល់គ្នាមកទីនេះនៅពេលនេះព្រោះខ្ញុំចង់សួរក្រៅពី Khinglo តើមានអ្នកណាទៀតដែលសុខចិត្តទៅជាមួយយើងខ្ញុំសុខខាងការបណ្ដុះខែរបស់ខ្ញុំគឺនៅកម្រិតទី5ខ្ញុំគួរតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចៅប្រុសខ្ញុំអាចធ្វើ talisman ស្គាត់គួរតែចូលភ្នូដូនតា Linmo ឯងដើរជុំវិញនឹងធ្វើអីមិនទាន់ដល់ម៉ោងញ៉ាំបាយទេបើចង់ផឹកចេញទៅរកកន្លែងផឹកទៅលោកគ្រូខ្ញុំក៏ចង់ទៅដែរការធ្វើដំណើរទៅកាន់ភ្នូដូនតាមិនមែនជារឿងលេងសើចនោះទេបើមិនប្រយ័ត្នអ្នកនឹងត្រូវវិនាសនោះហើយជាមូលហេតុដែលខ្ញុំចង់បញ្ជាក់Linmo តើអ្នកមានចំណេះដឹងខ្លួនឯងទេរបស់គ្មានបានការដូចអ្នកបើទៅក៏ត្រូវស្លាប់ដែរតើអ្នកកំពុងធ្វើអ្វីតើអ្នកគិតថាអ្នកជាអ្វីលោកគ្រូឪពុកខ្ញុំគាត់ព្រឹទ្ធាចារ្យកំពុងនិយាយមិនសមហេតុសមផលគាត់ស្រវឹងពេកហើយ Khinglo មនុស្សធំកំពុងនិយាយក្មេងមិនត្រូវជ្រៀតជ្រែកទេ Linmo តើអ្នកប្រកាសជាចង់ទៅទេខ្ញុំគាត់នៅតែចង់ចូលជាមួយនឹងកម្រិតសីលធម៌ដ៏តិចតួចរបស់គាត់ខ្ញុំខ្លាចថាគាត់នឹងលាក់ខ្លួននៅពីក្រោយកញ្ញា Thinglo ហើយយំសុំត្រឡប់មកវិញនៅពេលនោះឈប់ធ្វើបែបនេះទៅដោយសារព្រឹទ្ធាចារ្យបានបើកមាត់គាត់ច្បាស់ជាកំពុងទប់ចិត្តមិនរួចអំពីរបៀបដោះស្រាយជាមួយខ្ញុំកាលពី3ឆ្នាំមុន Warner បានចូលទៅក្នុងភ្នូ Khingyan បុរាណនេះដើម្បីស្វែងរកថ្នាំឲ្យខ្ញុំហើយបាត់ខ្លួនក្នុងនាមជាស្វាមីខ្ញុំមិនអាចនៅស្ងៀមឡើយទោះបីខ្ញុំជាកូនប្រសាររបស់ត្រកូលស៊ូក៏ដោយក៏ខ្ញុំគួរតែទៅទីនោះដោយឆន្ទៈខ្លួនឯងមិនថាសម្រាប់ត្រកូលស៊ូឬសម្រាប់ Thinglo ក៏ដោយខ្ញុំត្រូវតែស្វែងរកសំណាងដ៏អមតៈមួយមកវិញប៉ាកុំធ្វើឲ្យមានបញ្ហាទៀតអីខ្ញុំមិននឹកស្មានដល់ពីគ្រោះថ្នាក់នៃភ្នូដូនតា Khingyan នេះទេប្រសិនបើអ្នកទៅអ្នកនឹងខ្ជះខ្ជាយកន្លែងមួយក្រៅពីនេះព្រឹទ្ធាចារ្យឲ្យក៏នឹងមិនយល់ព្រមដែរអ្នកណាក៏អាចនិយាយពាក្យពីរោះបានដែរគ្រាន់តែមើលគាត់ធ្វើពុតគាត់កំពុងបង្ហាញពីភាពស្មោះត្រង់របស់គាត់គាត់គិតថាគ្មានអ្នកណាយល់ព្រមឲ្យមនុស្សគ្មានប្រយោជន៍ដូចគាត់ទៅទេអ្នកណានិយាយថាខ្ញុំមិនយល់ព្រមល្អនិយាយបានល្អណាស់នេះជាអ្វីដែលបុរសក្នុងត្រកូលស៊ើរបស់ពួកយើងគួរមានលោកគ្រូLinmoគាត់ពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការបង្ហាញពីការដាំដុះរបស់ខ្ញុំដោយមិនគិតពីតម្លៃណាមួយឡើយតើមានអ្វីកើតឡើងជាមួយស្ត្រីចំណាស់នេះគាត់នៅតែនិយាយជួយខ្ញុំទៀតដំណើរនេះមិនមែនជារឿងលេងសើចទេលោកព្រឹទ្ធាចារ្យទី1តើលោកប្រកាសទេថា Linmo មានលក្ខណៈសម្បត្តិគ្រប់គ្រាន់តំណាងឲ្យគ្រួសារស៊ូចូលទៅក្នុងភ្នូបុរាណរាល់ពាក្យពេចន៍គឺជាការពិតខ្ញុំសូមជំទាស់ឪពុកខ្ញុំគ្រាន់តែជាអ្នកវឹកហាត់ខៃធម្មតាម្នាក់ការចូលក្នុងភ្នូដូនតាគឺស្មើនឹងស្លាប់លើពីនេះទៅទៀតព្រឹទ្ធាចារ្យឲ្យតែងតែចាត់ទុកឪពុកខ្ញុំថាជាការអាម៉ាស់ដល់គ្រួសារស៊ើហើយឥឡូវនេះគាត់អាចលើកតម្កើងគាត់ដែលច្បាស់ជាចង់រៀបចំផែនការដាក់អន្ទាក់សូមប្រធានគ្រួសារពិចារណាបើខ្ញុំពិតជាចង់សម្លាប់កូនប្រសារមែនមិនខ្ញុំរងចាំដល់ភ្នូបើក
លោកព្រឹទ្ធាចារ្យទី1តានេះជាអ្វី វត្ថុនេះមានឈ្មោះថា Chichel Bell អ្នកយកមួយដុំចូលហើយខ្ញុំទុកមួយនៅខាងក្រៅបើជួបគ្រោះថ្នាក់ក្នុងភ្នូរអាចបញ្ជូនត្រឡប់មកវិញបានគ្រប់ពេល Kishobelia នេះជាកំណប់ទ្រព្យដែលមានតែព្រះដ៏ខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះដែលអាចបង្កើតបានគ្រួសារឈើទាំងមូលទេស្រុក Kenyan ទាំងមូលមានតែឈុតនេះទេកំណប់ដ៏កម្របែបនេះព្រឹទ្ធាចារ្យទី1អ្នកពិតជាបានប្រគល់វាទៅឲ្យមនុស្សគ្មានប្រយោជន៍ដើម្បីសង្គ្រោះជីវិតរបស់គាត់មិនក៏បែបនេះយាយចាស់សំបីតែខ្លួនឯងក៏ស្ទាក់ស្ទើរក្នុងការប្រើវាដែរប៉ុន្តែគាត់ឲ្យវាទៅខ្ញុំតើគាត់បានរកឃើញអាចកំបាំងដ៏គួរឲ្យរន្ធត់ពីរាងកាយរបស់ខ្ញុំទេ ពួកគេសុទ្ធតែជាមនុស្សងាយល្ងើដែលគ្មានចក្ខុវិស័យតើរូបកាយចាប់បដិសន្ធឡើងវិញដែលអាចយល់ពីអំណាចវេទមន្តនៃឋានសួគ៌អាចជាមនុស្សសាមញ្ញបានដោយរបៀបណាកុំនិយាយថាជាចៅវាយនេះរបស់និកាយ Kenyan សំបីតែបុកបរោះនៃនិកាយ Kenyan មកដល់ក៏ដោយក៏គាត់ត្រូវលុតជង្គង់3ដងហើយក្រាប5 4ដងដែរឥឡូវនេះម្ដាយចាស់នេះបានវិនិយោគជាមុនហើយទទួលបានប្រាក់ចំណេញយ៉ាងច្រើនក្នុងករណីនេះ10ថ្ងៃក្រោយមកលេនម៉ូនឹងទៅជាមួយយើងអរគុណលោកគ្រូភ្នូរដូនតា Kenyan គឺជាកន្លែងដែលនិកាយ Kenyan ត្រូវបានបញ្ចុះសពមានអស្តវេទមន្តនិងថ្នាំជាច្រើននៅទីនោះប៉ុន្តែវាក៏មានគ្រោះថ្នាក់ខ្លាំងផងដែរគោលដៅចម្បងនៃការធ្វើដំណើររបស់អ្នកគឺដើម្បីរក្សាជីវិតផ្ទាល់ខ្លួនរបស់អ្នកមិនត្រូវលោភលន់ចំពោះរឿងខាងក្រៅឡើយបាទ King Luo អ្នកត្រូវតែប្រុងប្រយ័ត្នជាពិសេសនៅក្នុងភ្នូរបុរាណវាមិនដូចជានៅក្នុងទីក្រុងដែលជាកន្លែងដែលអ្នកមានការការពារពីគ្រួសារនោះទេជារឿយតែងតែមានការសម្លាប់និងការលួចប្លន់រវាងព្រះសង្ឃទោះបីជាអ្នកជួបអ្នកស្គាល់គ្នាក៏ដោយក៏អ្នកត្រូវតែប្រុងប្រយ័ត្នបន្ថែមទៀត King Luo យល់ហើយអាវុធវេទមន្តលំដាប់ទី2ត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនហើយមានតែនិកាយ Kenyan ប៉ុណ្ណោះដែលមានភាពអស្ចារ្យបែបនេះមើលណែសំបីតែអ្នកដែលអំដំណើរពួកគេក៏ជាព្រះសង្ឃក្នុងសម័យយកសាងគ្រឹះដែរក្រឡេកមើលរដ្ឋទាំងមូលក្រៅពីនិកាយ Kenyan តើអ្នកណាអាចប្រើព្រះសង្ឃខុសសាងគ្រឹះជាអ្នកដើរតាមបានសូមស្វាគមន៍មកកាន់ Kenyan Great Sage ឈ្មោះរបស់ខ្ញុំគឺ Jin Huan ហើយលើកនេះខ្ញុំមកទីក្រុង Kenyan ទី1គឺដើម្បីបើកភ្នូរ Kenyan បុរាណតាមបញ្ជារបស់និកាយទី2ជ្រើសរើសសិស្សសម្រាប់និកាយអន្តៈទំនួលខុសត្រូវគឺជ្រើសរើសបុគ្គលិកដែលមានទេពកោសល្យនិងបណ្ដុះបណ្ដាលពួកគេក្នុងចំណោមពួកអ្នករាល់គ្នាតើជា Suthing Lo មែនទេមកដល់ហើយលោកចាស់នេះហើយនឹង Elder ទី4នៃត្រកូលស៊ូដែលបានខុបខិតគ្នាដើម្បីតម្រង់មកកូនស្រីខ្ញុំចាំហើយពិតជាស្រស់ស្អាតនិងមានទេពកោសល្យនេះប្រហែលជាកញ្ញា King Luo ដែលជាមោទនភាពនៃត្រកូលស៊ូតើអ្នកមានអារម្មណ៍យ៉ាងណាដែរអ្នកជាអ្នកណាមនុស្សធម្មតាហ៊ានមកររាំងផ្លូវរបស់ខ្ញុំឈ្មោះលេនម៉ូឪពុករបស់ King Luo ប៉ុន្មានឆ្នាំមុនខ្ញុំត្រូវបានដាវចាក់ចំជង្គង់ជើងខ្ញុំមិនស្រួលទេដូច្នេះមិនងាយស្រួលនឹងគោរពអ្នកទេតើអ្នកជានរណាដែលមិនដឹងពីជីវិតឬសេចក្តីស្លាប់អ្នកហ៊ានរារាំងផ្លូវរបស់ខ្ញុំគឺជាគូដណ្ដឹងរបស់នាង Suthing Lo មនុស្សរបស់ខ្ញុំតើអ្នកហ៊ានប៉ះនាងយ៉ាងដូចម្តេចអ្នកឈប់ដាក់មាសនៅលើមុខរបស់អ្នកគ្រាន់តែជាកូនជាងរបស់ខ្ញុំប៉ុណ្ណោះគូដណ្ដឹងតើតែអ្នកទទួលបានការយល់ព្រមពីខ្ញុំអ្នកអាចធ្វើជាកូនជាងរបស់ខ្ញុំបានអ្នកណាត្រូវការយល់ព្រមពីអ្នកដរាបណាពូលែងយល់ព្រមពីខ្ញុំស្ដាប់តែពូលីនទេកូនជាងឯងគួរតែស្គាល់អត្តសញ្ញាណខ្លួនឯងឲ្យច្បាស់គូដណ្ដឹងអ្នកកំពុងលាក់វានៅពីមុខពូលែងម្ដងទៀតនិយាយម្ដងទៀតកូនជាងគូដណ្ដឹងកូនជាងគូដណ្ដឹងអ្នកឃើញទេទាំងអស់នេះគឺជាគ្រួសារកុំឆ្លោះគ្នាអីទាំងអស់គ្នាបិទមាត់ Suthing Lo ម្នាក់នេះគ្មានកំហុសក្នុងការផ្សព្វផ្សាយជាមួយខ្ញុំទេនាងពិតជាមានរូបកាយដូចរំលាយដែលកំមនឹងឃើញក្នុងរយៈពេល10000ឆ្នាំប្រសិនបើនាងអាចចម្រាញ់បានជំនាញវេទមន្តដាំដុះពីរបស់ខ្ញុំប្រាកដជានឹងសម្រេចបានជោគជ័យដ៏អស្ចារ្យប៉ុន្តែលេនម៉ូនេះមើលទៅហាក់ដូចជាសាមញ្ញប៉ុន្តែដង្ហើមរបស់គាត់មានភាពស្ងប់ស្ងាត់ខុសពីធម្មតាពិតជាមិនមែនជាអ្នកភូមិធម្មតាទេហើយមានក្មេងនេះដែលលោតចេញមកការប្រែប្រួលនៃធម៌ពលខាងវិញ្ញាណនៅក្នុងខ្លួនរបស់គាត់ក៏ចម្លែកដែរប្រសិនបើខ្ញុំធ្វើវាដោយផ្ទាល់វានឹងមិនអាចដោះស្រាយបានទេហើយនឹងមានផលវិបាកដែលមិននឹកស្មានដល់វាហាក់ដូចជាខ្ញុំចង់រៀបចំផែនការបន្តិចម្ដងតាចាស់នេះចិត្តហូរទឹកមាត់ហើយថងសេពិនិត្យមើលផ្ទាំងរបស់គាត់ឈ្មោះ Jin Huan អាយុ158ឆ្នាំអត្តសញ្ញាណសិស្សផ្នែកខាងក្នុងនៃនិកាយ Kenyan ការបណ្ដុះបណ្ដាលជាន់ទី1របស់ Jin Den កម្លាំងប្រយុទ្ធ2220ការវិតម្លៃការបណ្ដុះបណ្ដាលបច្ចេកទេសអាក្រក់ទ្វេដងមូលដ្ឋានមិនស្ថិតស្ថេរត្រូវការរុស្គោលខាងវិញ្ញាណកម្រិតខ្ពស់ជាបន្ទាន់ដើម្បីធ្វើឲ្យមានស្ថិរភាពតាចាស់នេះហ៊ានតម្រង់មកកូនស្រីខ្ញុំចាំមើលខ្ញុំលេងលោកឯងដល់ស្លាប់ឬអត់